ខ្យល់សួរចន្ទ្រីច័ន្ទសួរផ្កាយសួរគង្គីស្រែសួរអ្នកណាក៏គ្មានចំគ្រាជួបតាយទុកមានសំបុកឥតមេដូចផ្លេចតួកណ្ដាលទន្លេស្រងមិនរួចទេជាតិទៅហើយចាបងខ្លួនខ្ញុំដូចជាមិនបានបានរង្វាន់ទេរង្វាន់ណាខ្លួនខ្ញុំនៅតែរង្វាន់ខ្លាំងណាស់អេហេតុអីក៏ពួកឯងនៅស្គីមដល់ណាទៀតឆាប់តែធ្វើការទៅម៉ារ៉ាសាឯងឆាប់តែបោកសម្លៀកបំពាក់និងលាងចានភ្លាមទៅហើយហ្វីកាវិញណាឯងត្រូវបោសជូតហើយនឹងបោសសម្អាតសពកន្លែងទាំងអស់ជុំវិញបរិវេណផ្ទះពីពេលនេះទៅពួកឯងទាំងពីរត្រូវធ្វើការនៅទីនេះមិនអាចដេកស៊ីស្រួលទេឆាប់ទៅបងស្រីឲ្យបងសុំទៅផងអាហ្វ្រិកាបងមិនអាចមើលថែប្អូនឲ្យបានល្អនេះមិនមែនជាកំហុសបងស្រីម៉ារ៉ាសាទេការពិតគឺម៉ាក់ថនណានីនោះគាត់ធ្វើបាបពួកយើងគាត់ចិត្តអាក្រក់អាយុទេថោតាត់មានមេម៉ារ៉ាសាហ្វ្រិកាបងប្រាំមកនងតែបងប្រាំមកនងបងស្រីតណាអញ្ចេះណាម៉ារ៉ាសាហ្វ្រិកាបងប្រាំមកនងមកវិញហើយនេះណែបងមានរង្វាន់ទុកឲ្យឯងណាគឺសិភៅអាននេះណែការពិតបងត្រូវបង្ខំចិត្តទិញសិភៅនេះណាព្រោះចង់បង្រៀនឲ្យពួកឯងនេះចេះអានសិភៅគឺម៉ារ៉ាសានិងហ្វ្រិកាម៉ារ៉ាសាប្រកាសជាឆ្លាតហើយព្រោះម៉ារ៉ាសាធ្លាប់រៀនតាមមែនទេពួកឯងចាំស្ដាប់ខ្ញុំណាបងបង្រៀនពួកឯងនៅថ្ងៃមួយនោះមានយាយចាស់ម្នាក់បានខ្វៀលពពែមួយក្បាលនៅពេលនោះក៏ត្រូវជំងឺរាតត្បាតហើយក៏ត្រូវធ្លាក់ខ្លួនឈឺតែម្ដងទៅបងប្រាំមកណាការប្រឹងនិទាននោះខុសហើយសូម្បីតែកាន់សិភៅក៏បញ្ច្រាស់ដែរមកឲ្យខ្ញុំអានវិញម្ដងនៅថ្ងៃមួយនោះសត្វក្តាន់មួយមានរាងស្គមរិញរៃហើយគេបានកើតមកនៅក្នុងក្រុមចំណាំវងក្តាន់ពួកគេអញ្ចឹងដែរបន្ទាប់មកឈប់អាយ៉ាបើយ៉ាងនេះណាខ្ញុំប្រកាសជាខ្មាស់ឯងហើយហេតុអីបានជាកូនសិស្សឆ្លាតជាងគ្រូទៅទៀតណោះណាហើយខ្ញុំរត់ទៅវិញហើយអញ្ចឹងអាយ៉ាមិនក៏រត់ទៅវិញអញ្ចឹង
ហ្វីកាតាមពួកយើងឆាប់នឹងតាមគាត់ទៅរត់ទៅណាអាយ៉ាសក្តានងាប់ហើយអូយសុំទោសណាសុំទោសយ៉ាងម៉េចទេសុំទោសខ្ញុំសុំទោសណាខ្ញុំមិនក៏ឲ្យទេសុំទោសសុំទោសបងប្រាប៉ាត់ជាពូកែលេងសើចណាខ្ញុំបានឲ្យពួកឯងដូចជាឲ្យបងស្រីរបស់ខ្ញុំយ៉ាងអញ្ចឹងណាអូខេខ្ញុំសន្យាមករៀនពួកឯងប៉ុន្តែត្រូវដេញខ្ញុំឲ្យតាន់ជាមុនសិនណាមកវិញរិស្គីអាយ៉ាពិតជាស្អាតណាស់ឥឡូវនេះគឺបានសេចក្តីសុខហើយត្រូវបានយើងយកមកចិញ្ចឹមបងត្រឡប់មកវិញហើយហ៎ត្រូវហើយអូនម៉ារ៉ាសានិងហ្វីកាគេទៅណាបាត់ហើយមិនក៏មិនលឺសូរមាត់កអញ្ចឹងនោះពួកគេលេងនៅខាងក្រៅនោះណាជាមួយនឹងម៉ូណូទៅហើយបាត់ឲ្យពួកគេទៅឲ្យពួកគេលេងសប្បាយផងទៅក៏ពិតទៅបងក៏ចូលរួមត្រេកអរដែរបានន័យថាអូនប្រកាសជាមនុស្សស្រីម្នាក់ប៉ិនប្រសពមើលថែក្មេងហើយពិតមែនហើយបងបើទោះជាយ៉ាងណាក៏ដោយអូនខ្លាចជាម្ដាយរបស់គេហើយមែនហើយបើទោះជាហត់នឿយប៉ុន្តែអូននេះពិតជាសប្បាយចិត្តណាស់អូនមានអារម្មណ៍ថាសប្បាយចិត្តពេលណាដែលឃើញពួកគេទាំងអស់ញញឹមនោះមានទឹកមុខស្រស់ថ្លាទោះបីជាអូនត្រូវពាក់ខោអាវរហែករយ៉ៃឬក៏ប៉ះបែបនេះក៏ដោយប៉ុន្តែមិនបញ្ហានោះទេឲ្យតែក្មេងៗអស់នោះបានស្លៀកពាក់សមរម្យទៅគឺអូនពិតជាសប្បាយចិត្តខ្លាំងណាស់ទៅហើយបងមានដឹងទេបងក៏សុំទោសអូនព្រោះបងមិនសូវបានយកចិត្តទុកដាក់ចំពោះអូនការពិតទៅអាវរបស់អូននេះដូចជាមានកន្លែងរហែកហើយដាច់ធ្នេរទៀតផងឃើញទេប៉ុន្តែអូនកុំបារម្ភអីឥឡូវនេះបងបានចាប់ផ្ដើមសន្សំប្រាក់ហើយពេលណាបងសំបានច្រើនហើយបងតុបតែងខ្លួនឲ្យអូនពិតជាស្អាតមែនតែម្ដងដល់ពេលនោះអាវអូនគឺត្រូវតែវិញចោលពិតមែនទេរ៉ៃបងរ៉ៃប្រកាសហើយអូនអរគុណបងហើយសាលារៀនដូចជាពួកគេដែលដើរកាត់នៅទីនេះមិញនោះត្រឹមតែណាហ្វីកាថ្ងៃណាមួយយើងនឹងបានចូលរៀនដូចជាពួកគេអញ្ចឹងដែរហើយត្រឹមតែណាហ្វីកាពិតជាចង់ទៅរៀនណាហាត់អីកណ្ដុំគ្នាមកអោបគ្នាយ៉ាងនេះទៅវិញអស់សម្អាតរួចរាល់ហើយនៅចាំម៉ាក់ធွာបន្តិចទៀតពួកខ្ញុំនឹងធ្វើការហើយធ្វើឲ្យរួចរាល់តែម្ដងប៉ុន្តែម៉ារ៉ាសាអញចង់និយាយស្អីកែងចេះទេម៉ាក់ជួយធ្វើយ៉ាងណាឲ្យហ្វីកាប្អូនខ្ញុំបានចូលរៀនផងហើយកិច្ចការផ្ទះទាំងអស់នេះខ្ញុំធានាធ្វើតែម្នាក់ឯងបានហើយតាមតែចិត្តឯងទៅចុះឲ្យតែឯងមានលុយសង់សាលាដោយខ្លួនឯងធ្វើយ៉ាងណាក៏ដោយចុះកិច្ចការក្នុងផ្ទះឯងត្រូវតែធ្វើBu guru, dulu mama sama papa Vika ngajarin Vika bahasa Inggris. អញ្ចឹងឯងត្រូវណែនាំឈ្មោះរបស់ឯងជាមុនថាឯងឈ្មោះអីនៅក្នុងភាសាអង់គ្លេស Hello, my name is Vika Luna. You can call me Vika. I'm 7 years old. ឯងពិតជាអស្ចារ្យមែនទែនដូច្នេះស្អែកនេះឯងមកចុះឈ្មោះចូលរៀននឹងគេបានហើយយកប្រាក់មកបង់ថ្លៃសាលាឲ្យយើងផងណាកុំភ្លេចត្រូវយកពុកម្ដាយមកជាមួយបើមិនចឹងទេអាណាព្យាបាលមកជាមួយក៏បានដែរស្ដាប់ឲ្យច្បាស់ណាខ្ញុំអរគុណហើយអ្នកគ្រូ
លបងអាយ៉ាឈប់សិនជួយផ្ដល់សិភៅនេះទៅឲ្យហ្វីកាផងចុះណាបើមិនខុសទេពួកគេប្រកាសជាសមាជិកសំខាន់ទេអីគេផ្ដាស់អីពួកគេអាចណាចេះអានសិភៅនោះពួកគេនៅតូចណាអាយ៉ាលបងយកសិភៅនេះទៅទុកឲ្យស្រួលទៅកុំភ្លេចណាលបងកាពិតហ្វីកាជាក្មេងឆ្លាតណាស់ថ្ងៃមុនណាខ្ញុំទិញសិភៅមួយក្បាលឲ្យគេប៉ុន្តែគេអាចមើលបានច្រើនណាស់មើលដាច់ច្រើនណាហេតុអីក៏យ៉ាងដូចនេះលបងបើមិនជឿទេលបងយកសិភៅនេះទុកទៅហើយចាំមើលហ្វីកាគេអានឲ្យលបងស្ដាប់ណាអរគុណឯងហើយអូខេខ្ញុំលីឯងហើយណាបងស្រីខ្ញុំអរគុណបងណាកំពុងលេងស្អីហ្នឹងហ៎លេងអីពួកឯងនេះទាំងគូទឹកហើយនៅហ្នឹងហ៎ចាពុកថយខ្ញុំរួចរាល់ហើយមកយើងគួយសិនទៅចុះពុកថយតាពុកថយយកអីមកហ្នឹងហាត់អីដូចជាលាក់លៀមនឹងខ្ញុំអញ្ចឹងឯងថាទៅមើលជាស្អីគឺសិភៅអាននេះគឺសិភៅអានដែលជារង្វាន់បងប្រុសម៉ូណូឲ្យគឺសម្រាប់ហ្វីកាទៀតផងណាគឺពុកជួបម៉ូណូនោះទៅតាមផ្លូវហើយគេប្រាប់ថាហ្វីកានោះប្រកាសជាឆ្លាតប្រសពអានសិភៅណាហើយឥឡូវនេះពុកចង់ស្ដាប់ហ្វីកាអានឲ្យស្ដាប់នៅកាលពីសម័យមុនមួយនោះគឺមានបុត្រីស្ដេចម្នាក់ស្អាតជាទីបំផុតបានរស់នៅជាមួយក្នុងរាជវាំងរបស់មេដាបេដាគេហើយពេលនោះដែរជីវិតរបស់គេពោពេញទៅដោយសេចក្តីសុខជាទីបំផុតអូចាការពិតកូនរបស់ពុកគឺពិតជាឆ្លាតទាំងអស់គ្នាពិតជាឆ្លាតមែនមែនហើយពុកព្រឹកមិញខ្ញុំនៅហ្វីកាបានទៅសាលារៀននៅខាងនោះផ្លូវហើយអ្នកគ្រូនៅទីនោះណែនាំខ្ញុំថាហ្វីកាអាចចូលរៀនបានប៉ុន្តែខ្ញុំគិតថាត្រូវចុះឈ្មោះនៅថ្ងៃស្អែកនេះហើយថែមទាំងឲ្យអាណាព្យាបាលទៅជាមួយផងដូច្នេះខ្ញុំគិតថាពុកទៅជាមួយពួកខ្ញុំដែរទៅពិតមែនហើយពុកថោខ្ញុំពិតជាអាចរៀននៅទីនោះបានមែនណាប្រកាសហើយឯងកុំបារម្ភអីអ្នកដូច្នេះស្អែកព្រឹកពួកយើងត្រូវធ្វើដំណើរទៅសាលាពេលនោះពុកនឹងយកឯងទៅចុះឈ្មោះចូលរៀនយ៉ាងម៉េចដែរអរគុណហើយពុកសួស្តីអូនសម្លាញ់សួស្តីបងទៅមកពីណាហ្នឹងមិនក៏ចេញទៅមិនប្រាប់ខ្ញុំអូនឆ្ងល់បងដើររកពេញបងចង់អូនញាក់ផ្អើលក្នុងរឿងមួយគឺរឿងមួយអស្ចារ្យណាស់ណាតើមានអ្វីគួរភ្ញាក់ផ្អើលទៅគឺមិញនេះបងទៅសាលាយកហ្វីកាទៅចុះឈ្មោះរៀនតែទៀតយើងនឹងឲ្យគេស្លៀកពាក់ជាកូនសិស្សអូនដឹងដែរទេនាយកសាលានោះក៏លួចសរសើរចំពោះហ្វីកាខ្លាំងណាស់ដែរការពិតកូនរបស់យើងណាគឺពិតជាឆ្លាតអស្ចារ្យណាស់ពិតមែនហើយតើបងមានប្រែណាទៅចុះឈ្មោះគេចូលរៀននោះបងគឺបងពិតជាសុំទោសអូនហើយព្រោះថាលុយនេះបងសន្សំទុកទិញសម្លៀកបំពាក់ឲ្យអូនដូច្នេះបងត្រូវយកលុយនេះបណ្ដោះអាសន្នសិនដើម្បីយកទៅសងថ្លៃសាលាចុះឈ្មោះចូលរៀនរបស់ហ្វីកានោះណាប៉ុន្តែទោះយ៉ាងណាក៏ដោយអូនមិនត្រូវព្រួយបារម្ភនោះទេបងសន្យាថាពេលដែលបងសំបានឡើងវិញបងនឹងទិញសម្លៀកបំពាក់ឲ្យអូនភ្លាមទិញអាណាស្អាតជាទីបំផុតហ្វីកាឆាប់បង្ហាញបាក់កូនទៅឲ្យឃើញទៅណាឯណាក៏អើខ្ញុំរកមធ្យោបាយយ៉ាងណាដើម្បីកុំឲ្យក្មេងល្អិតនេះចូលរៀនឲ្យសោះធ្វើយ៉ាងម៉េចទៅបានណោះម៉ារ៉ាសាចាម៉ាក់ថោះចាស់ម៉ាក់ឯងនេះឆាប់ទៅដាំទឹកក្តៅឆុងតែមកឲ្យយើងផឹកភ្លាមទៅថាឲ្យទៅ
ឲ្យលឿនឡើងមកឯងមិនទៅលឿនឡើងទៅស្អីក៏ស្ពឹកម្លេះស្ពឹកអីក៏ស្ពឹកយ៉ាងនេះម៉ាក់រងចាំមកផ្លែតសិនទៅណាចាំមកផ្លែតយ៉ាងម៉េចនេះទឹកពុះហើយណាតើឥឡូវទៅចង្រៃចូលនៅតែមិនគ្រោះថ្នាក់ទៀតម៉ារីសាឲ្យឆាប់ឡើងទៅយេម៉ាក់ចាំមិនដឹងម៉ាក់ចាំមិនភ្លើងឆេះហើយភ្លើងឆេះផ្ទះហើយជួយផងភ្លើងឆេះផ្ទះហើយថយចែកទៅល្អណាស់ផ្ទះនេះសំតែឆេះអស់ទៅឲ្យឆេះមួយក្មេងល្អិតនេះក្នុងផ្ទះនេះចុះយើងទៅតាមទ្វារក្រោយសិនងាប់ទៅចុះក្មេងចង្រៃខណៈពេលដែលក្មេងមកនៅទីនេះប្តីរបស់យើងមិនដែលរវល់នឹងជើងទេប៉ុន្តែជប់នេះពួកឯង3នាក់ស្លាប់ទាំងរួមនៅក្នុងភ្លើងឆេះនេះមិនខាននោះទេហ្វីការីស្គីខ្ញុំទៅជួយពួកគេសិនជួយផងហ្វីកាឆាប់ងើបឡើងឆាប់ងើបឡើងហ្វីកាឆាប់ងើបឡើងមកហ្វីកាឆាប់ងើបឡើងហ្វីកាបងម៉ារ៉េសាមានការអីទេមិនក៏មកដាក់ខ្ញុំអញ្ចឹងខ្ញុំកំពុងតែល្ងុយហ្វីកាផ្ទះនេះរឹងឆេះខ្លាំងណាស់ហើយឆាប់ឡើងទៅមានភ្លើងឆេះអីយ៉ាឲ្យឆាប់ឡើងមកហ្វីកាឆាប់ចេញពីទីនេះមកឲ្យលឿនឡើងទៅឲ្យសំមុខឯងទៅធ្វើយ៉ាងไรឲ្យវត្តទៅមកខ្វាអ្នកណាជួយនឹងឆែកខ្លាំងណាស់ជួយពួកខ្ញុំផងជួយតាយើងចង់ទៅវិញចង់ក្នុងវិញអូនហើយតែគាត់ទៅជិះចឹងតែយើងត្រូវភ្លើងឆេះឲ្យបងក្មេងៗនៅខាងក្នុងណាម៉ារ៉ាសាហ្វីកានៅរីស្គីនៅខាងក្នុងណាបងឆាប់ទៅជួយគេទៅណាម៉ារ៉ាសាហ្វីកាបងកុំចូលទៅអីបងលេចទៅចូលទៅអីបងលេចបងចូលទៅជួយសងខ្លួនកូនយើងកុំចូលទៅអីជួយគេកុំចូលទៅអីខ្ញុំសំពបងណាម៉ារ៉ាសាយើងហាត់ឲ្យចិត្តខាងមកជួយទៅណាបងជួយគេផងជួយផងមិនស្រួលទេមានភ្លើងឆេះខ្លាំងណាស់ជួយគ្នាឆាប់ឡើងជួយភ្លើងជួយផងម៉ារ៉ាសាពួកឯងឆាប់ជួយកូនរបស់យើងនៅខាងក្នុងផងលឿនឆាប់ជួយគេផងចូលឲ្យជាគួរតែបងព្រះជួយខាងជួយឆែកលើឆែកណាលឿនតោះទៅជួយគ្នាឆាប់ឡើងពួកយើងលឿនទៅជួយគ្នាផងជួយគ្នាភ្លើងឆែកណាភ្លើងឆែកអូយក្រាស់ជួយឆែកក្រៅដល់ជួយខ្លាំងណាស់ជួយជួយឆាប់ឡើងជួយលើកនេះឡើងជួយគ្នាជួយលើកអេលបងមានភ្លើងឆេះហ៎តែណៃណាតែលបងគឺនៅផ្ទះលពូអើបាមានភ្លើងឆេះណាម៉ារ៉ាសាហ្វីកានិងរីស្គីប្រកាសជានៅក្នុងផ្ទះនោះហើយខ្ញុំត្រូវតែ
តែសង្គ្រោះពួកគេសិន មកជួយគ្នាលើជួយហើយជួយបងសុំទៀតរបស់ខ្ញុំចាំឡើងកូនជួយបងមានចេះចូលសងខ្លួនកូនចាំមកសាយបាទគេជួយគ្នាជួយគ្នាណាជួយគ្នាចូលគ្រោះថ្នាក់ចូលកុំចូលគ្រោះថ្នាក់កុំចូលចូលកុំចូលកុំចូលយកគ្រោះថ្នាក់ចូលកុំចូលអីចូលទៅធ្វើមិនទៅចូលអីចូលអីជួយគេទៅចូលទៅពួកយើងឆាប់ជួយព្រមចាំមិនចេះគ្រោះថ្នាក់ចូលកុំចូលម៉ារីសាអញណៃណាបងស្រីខ្ចាប់ដូចជាអស់កម្លាំងណាពីកាបងពីកាម៉ារីសាតាំងចិត្តទៅពីកាខំតាំងចិត្តទៅណាអូព្រះជាម្ចាស់អើយជួយដល់ខ្ញុំម្ចាស់ទាំងពីរអ្នកបងប្អូនឲ្យខ្ញុំម្ចាស់ផុតគ្រោះថ្នាក់លើកនេះផងទៅម៉ារីសាពីកាម៉ារីសាអញណៃណាម៉ារីសាម៉ារីសាអើយម៉ារីសាមិនហើយចុកកជួយពួកខ្ញុំផងជួយបងខ្ញុំទាំងពីរអ្នកផងទៅចុកកហ្វេកាងើបឡើងហ្វេកាណែងើបឡើងកុំនៅដេកកន្លែងនឹងអីទីនេះលើឆេះណាហ្វេកាងើបឡើងឆាប់ឡើងមកម៉ារីសាមកអាយលើអូយចាំដៃខ្ញុំឈឺអូយម៉ារីសាមកហ្វេកាចាប់ឡើងយកចេញពីទីនេះទៅអត់នៅកន្លែងនេះទៀតអីផ្លូវឆាខ្លាំងណាស់មកលើឡើងហ្វេកាខាងក្នុងយ៉ាងម៉េចទៅហើយចេញមកហើយជាហើយខ្ញុំពុតទីអហ្វ្រិកាចាចង្រៃវិញពួកគេត្រូវគ្រប់គ្រងថ្នាក់ទៀតហើយប៉ុន្តែចាំទៅមើលចុះលើក្រោមយើងមិនប្រាប់មកជួបបែបនេះទៀតទេមិនហេលបងម៉ារ៉ាសាលើណាហ្វ្រិកាម៉ារ៉ាសាអ្នកម៉ាហ្វ្រិការីកស្គីពួកឯងអស់គ្នាមិនអីទេពុកពុតជាសប្បាយចិត្តណាស់អរព្រះជាម្ចាស់ហើយខ្ញុំអរគុណលោកហើយដែលការពារកូនខ្ញុំរីកស្គីម៉ារ៉ាសាហ្វ្រិកាម៉ារ៉ាសាហ្វ្រិកាពួកឯងពិតជាមិនអីទេហីម៉ាក់ពិតជាបារម្ភពីឯងខ្លាំងណាស់ណាម៉ារ៉ាសាហ្វ្រិកាពួកឯងពិតជាមិនអីទេហីម៉ាក់ឯងពិតជាបារម្ភពីឯងខ្លាំងណាស់ណាខ្ញុំត្រូវតែអរគុណជូកោព្រោះថាគាត់បានជួយបងប្អូនខ្ញុំឲ្យរួចផុតគ្រោះថ្នាក់នេះណាហើយចុះចាំស្អែកចាំរកគេក៏បានដែរធ្វើយ៉ាងម៉េចឲ្យតែឯងរួចផុតពីគ្រោះថ្នាក់ទៅលបងភ្លើងឆេះខ្លាំងណាស់មើលទៅពួកយើងទាំងអស់គ្នាគ្មានសមត្ថភាពរលត់ភ្លើងទេភ្លើងនេះគឺមិនអាចរលត់បានទេកុំបារម្ភអីយ៉ាងណាឲ្យតែហ្វ្រិកាម៉ារ៉ាសាយូស្គីបានផុតពីគ្រោះថ្នាក់ទៅបានហើយលបងអាចនៅស្នាក់ផ្ទះខ្ញុំសិនក៏បានដែរពិតមែនទៅជាងតែខ្ញុំធានាសុវត្ថិភាពណាប៉ុន្តែបងទោះបីជាយ៉ាងណាយើងមិនត្រូវស្នាក់នៅម៉ូណូទៀតទេហើយម្យ៉ាងទៀតគួរតែរកប្រាក់ដើម្បីសង់ផ្ទះផ្សេងទៀតអាយ៉ាអ្នកបងម៉ូណូប្រកាសជាហ៊ានស្បត់ណាម៉ូណូពិតជារាប់អានដោយស្មោះម៉ូណូតាមពិតខ្ញុំដឹងហើយផ្ទះរបស់ឯងវាតូចណាស់បានហើយខណៈពេលនេះយើងទៅផ្ទះម៉ូណូបណ្ដោះអាសន្នសិនទៅចាំថ្ងៃស្អែកព្រឹកយើងរៀបចំដបូលតូចបណ្ដោះអាសន្នពីព្រោះថាយើងចង់ធ្វើផ្ទះនោះឲ្យធំពិបាកនឹងរកប្រាក់ណាស់តាមមេទេម៉ូណូប្រកាសណាស់បងខ្ញុំយល់ព្រមខ្ញុំពិតជាអរគុណអល់ឡោះជាម្ចាស់ហើយងើបឡើងមិនក៏ដេកស្ពឹកម្លេះធ្វើអរវល់ដល់យើងហើយឆាប់ងើបឡើងអាយ៉ាបងទៅតែងើបពីដេកដែរបងមកណាខ្ញុំមើលទៅមុខបងគឺល្អមែនណាអញក៏ផ្សាយពេកបានទេយ៉ាងម៉េចអញពិតជាឃ្លានសាច់ណាស់មែនទេបានហើយជប់សាច់ទៅឯងដឹងទេម៉ូណូគេប្រឹងប្រែងស្ទើរស្លាប់ខ្លួនទៅហើយដោយសារតែគេជួយពួកឯងយល់ដែរទេបែរជាពួកឯងសើចទៅវិញគេពិតជាល្អមែនតែស្គីទៅឯងនឹកតមាត់ទៀតអីហើយណាបងតាមតែពួកគេចោឲ្យគេសាយទៅខ្ញុំអាណិតពួកគេទៅវិញទេពីព្រោះការប្រយុទ្ធមិនណាគេពិបាកចិត្តអស់មួយជីវិតទៅហើយណាឯងកុំចង់ការពារពួកគេពេកបើសិនជាដឹងប្តីរបស់ខ្ញុំខឹងពួកគេទៅហើយពីព្រោះថាការភ្លើងឆេះនេះបណ្ដាលមកពីពួកគេឯងគិតមើលទៅប៉ុន្តែអ្នកម៉ាក់ពួកខ្ញុំគឺណ
អ្នកបងការពិតអ្នកបងមិនគួរខឹងនឹងពួកគេទេអេម៉ូណូឯងកំចេះលូកមាត់លូកកការពិតពួកយើងគួរតែទទួលខុសត្រូវក្នុងរឿងនេះយកល្អឯងចេញទៅក្រៅទៅឆាប់ទៅយ៉ាមិនក៏ឆ្នាំម្លេះធ្វើមើលតែផ្ទះខ្លួនឯងណែម៉ារ៉ាសាឯងស្ដាប់យើងនិយាយច្បាស់ឥឡូវនេះឯងឆាប់ចេញទៅក្រៅទៅហើយជួបប្តីរបស់យើងហើយប្រាប់ប្តីរបស់យើងថាការបង្កគ្រោះថ្នាក់ភ្លើងឆេះនេះគឺមកពីឯងមិនតែប៉ុណ្ណោះត្រូវឆ្លើយថាឯងមានបំណងរុញច្រានចង្ក្រានប្រេងកាតនោះឲ្យឆេះទៀតផងឯងជុលទីប៉ុន្តែអ្នកម៉ាគ្មានប៉ុន្តែស្អីទេការពិតឯងចង់ប្អូនតូចរបស់ឯងនេះមានគ្រោះថ្នាក់មែនទេគឺឯងប្រកាសជាចង់មើលថែអូនតូចរបស់ឯងមួយនេះជារៀងរហូតហើយឯងសុកចិត្តទៅដែរទេបើសិនជាយើងយកប្អូនរបស់ឯងនេះទៅធ្វើបាបរហូតដល់ឯងមិនបានជួបនោះចាំអាធัวម៉ារ៉ាសាមិនខ្លាចទេចាំម៉ារ៉ាសាទៅសារភាពចំពោះមុខពុកធัวល្អហើយឥឡូវឯងឆាប់ចេញទៅក្រៅទៅឆាប់ទៅទៅល្អណាស់ម៉ារ៉ាសាឆាប់ដើរទៅមុខទៀតទៅយើងជឿថាប្តីរបស់យើងប្រកាសជាខឹងមិនខានទេបើសិនជាគាត់ដឹងថាឯងជាអ្នកបង្កហេតុក្នុងការបង្កើតអគ្គិភ័យនោះសង្ឃឹមថាប្អូនរបស់ឯងប្រកាសជាត្រូវដេញចេញពីផ្ទះចាំមើលចុះបើកមានការអីម៉ារ៉ាសាអភ័យទោសឲ្យម៉ារ៉ាសាផងពុករឿងទាំងអស់នេះគឺជាកំហុសរបស់ម៉ារ៉ាសាជាអ្នកធ្វើឲ្យភ្លើងឆេះនៅពេលដែលម៉ារ៉ាសាដាំទឹកនោះម៉ារ៉ាសាពិតជាមានការសោកស្ដាយខ្លាំងណាស់ពុកនៅខាងម៉ារ៉ាសាមែនទេតើនរណាថាពុកខឹងនឹងឯងរឿងអីឪពុកដូចខ្ញុំខឹងចំពោះកូនដែលមានសម្ដីផ្អែមដូចជាឯងចឹងបានន័យថាពុកអត់ខាងម៉ារ៉ាសាទេសូម្បីតែបន្តិចក៏ពុកមិនខឹងនឹងឯងដែរនោះគិតថាជាហេតុការចៃដន្យតើដូច្នេះម៉ារ៉ាសាមិនត្រូវទម្លាក់កំហុសលើខ្លួនឯងទេអ្វីដែលឆេះអស់ទៅហើយគឺកុំគិតឡើងវិញការពិតទៅយើងកំពុងតែធ្វើថ្មីហើយតើអ្វីដែលសំខាន់នោះណាគឺពួកយើងដូចជាលោកឪពុកម៉ារ៉ាសាហ្វីការីស្គីហើយនឹងម៉ាក់របស់ឯងផុតពីគ្រោះថ្នាក់ហើយចង្រៃមែនខ្ញុំគិតថាប្តីរបស់ខ្ញុំប្រកាសជាខឹងនឹងគេខ្លាំងណាស់ស្មានមិនដល់សោះប៉ុន្តែមិនអីទេចាំមើលតទៅទៀតទៅបានហើយឥឡូវនេះពុកចង់ឲ្យឯងទៅទិញអាហារពេលព្រឹកឲ្យពួកអ្នកធ្វើការអស់ទាំងនេះណាកុំភ្លេចណាទិញឲ្យគេហើយកុំភ្លេចទិញសម្រាប់ខ្លួនឯងទិញខ្លួនឯងញ៉ាំឲ្យច្រើនទៅយល់ទេខ្ញុំអរគុណបងណាស់ដែលបងបានជួយខ្ញុំទាំង3អ្នកបងប្អូនឲ្យផុតគ្រោះថ្នាក់លើកនេះអូយមកចោលរបស់បងនេះទុកចឹងមិនកើតទេនៅចាំខ្ញុំទីនេះខ្ញុំទៅទិញថ្នាំយកឲ្យបងលាបណាមិនអាចបណ្ដោយទុកចឹងនោះទេមិនបាច់ទេម៉ារ៉ាសាខ្ញុំសង្ឃឹមថាព្រះជាម្ចាស់នឹងប្រកាសជាផ្ដល់ផលបុណ្យដល់ខ្ញុំជាអ្នកក្របែបនេះមិនយូរទេមុខរបររបស់ខ្ញុំប្រកាសជាសះស្បើយមិនខាននោះទេនឹងអាណិតស្រឡាញ់ព្រះជាម្ចាស់ស្រឡាញ់ចំពោះខ្ញុំជូកុមិនអាចធ្វើអញ្ចឹងបានទេខ្ញុំមិនអាចឈរមើលអញ្ចឹងទេបងនៅចាំខ្ញុំណាខ្ញុំទៅទិញថ្នាំឲ្យបងមិនចាំបាច់ទេថ្នាំពេទ្យវាថ្លៃណាស់ការពិតឯងបានលុយមកពីណាទិញទៅ
តើមានការអីនាងទៅខ្ញុំត្រូវការទិញថ្នាំយកទៅលាបរបួសដែលមានភ្លើងឆេះតើមីងមានលក់ដែរទេនាងទៅចាំមួយផ្លេតណានេះនាងតូចតើអស់ប្រហែលទៅមីងគឺ 20000 ណានាងតូចហាក់នេះមីងខ្ញុំអរគុណណាអរគុណហើយម៉ារ៉ាសាឯងបានចំណាយលុយខ្លួនឯងដើម្បីទិញថ្នាំឲ្យខ្ញុំបានន័យថាឥឡូវនេះឯងរស់នៅជាមួយអ្នកមីងណានីនិងលោកពូនោះហើយតើមែនទេម៉ារ៉ាសាតើអញ្ចឹងហ៎បងក៏បារម្ភអីចុះម៉ាក់ថ្វាខ្ញុំណាគាត់មិនខាងនឹងខ្ញុំទេការប៉ិនប្រាក់ដែលខ្ញុំបានយកមកទិញថ្នាំឲ្យបងលាបរបួសនេះក៏ជាចំណែកអាហារពេលព្រឹករបស់ខ្ញុំដែរដូច្នេះខ្ញុំមិនញ៉ាំចំណីទេខ្ញុំទុកទិញថ្នាំលាបដៃឲ្យបងវិញព្រោះថាបងមានគុណជួយបងប្អូនខ្ញុំទាំង3នាក់ឲ្យរស់ខ្ញុំមិនភ្លេចគុណបងទេអំពើល្អរបស់បងខ្ញុំចាំជានិច្ចម៉ារ៉ាសាបានហើយកុំរវល់នឹងខ្ញុំបានទេតែទៀតខ្ញុំនឹងបានចំណីអាហារផ្សេងញ៉ាំមិនខានទេការពិតបងយកទៅខ្ញុំមានប្រាក់ហើយហ่ะណែបងយកទុកទៅណាបងត្រូវប្រើថ្នាំនេះលាបចាប់រាល់ថ្ងៃដើម្បីឲ្យរបួសបងឆាប់ជាអរគុណឯងហើយម៉ារ៉ាសាអាយ៉ាក្រុមការងារទាំងអស់ឆាប់ត្រៀមខ្លួនទៅពេលនេះរស័យរួចរាល់អស់ហើយបន្តិចទៀតយើងត្រូវដំឡើងហើយណាដើម្បីឲ្យផ្ទះនេះរហ័សហើយថ្ងៃស្អែកប្រកាសជាអាចដំឡើងបានហើយការពិតទៅផ្ទះនេះជាផ្ទះរបស់លបងអើបានណាយើងខំធ្វើទៅដើម្បីរហ័សបន្តិចទៀតណាព្រោះគាត់នឹងអាចសម្រានឲ្យបានស្រួលព្រោះគាត់មានប្រពន្ធទៀតហើយនេះផ្លេចបណ្ដាឲ្យតែមានមាត់ចេញទៅនិយាយតាមកាត់ទៅឃើញតែមនុស្សអានេះក៏ឯងមិនទៅលុបមុខលុបមាត់ចេញទៅប្រឡាក់តាំងពីព្រឹងម្សិលមិញទល់ថ្មនេះមិនទាន់លុបចេញទេគ្មានបញ្ហាទេគ្មានបញ្ហាទេណាហើយចុះណាមុខខ្ញុំគឺខ្មៅក៏ដើរចុះព្រោះធ្វើឲ្យខ្ញុំភ្លេចមិនបានទេនៅហេតុការណ៍កាត់ពីម្សិលមិញគឺនៅជាប់នៅខុកក្បាលខ្ញុំជានិច្ចខ្ញុំធ្វើបែបនេះគឺចង់រំលឹកឆាកជីវិតរបស់ខ្ញុំព្រោះឆាកជីវិតខ្ញុំមានទោសល្បាអញ្ចឹងបងពុកធွာនៅបងមកនៅពេលនេះខ្ញុំមាននំចាំឲ្យអ្នកទាំងអស់គ្នាញ៉ាំអេពួកឯងទាំងអស់គ្នាឆាប់ឡើងមកនេះមកអរគុណយកទៅឲ្យយកម្នាក់មួយទៅយ៉ាងណាកុំភ្លេចចំណាយរបស់ខ្ញុំឲ្យសិនណាមិនក៏មិនសល់មួយអញ្ចឹងណោះអញ្ចឹងឯណាបោះឯងហុយចំណែករបស់ម៉ូណូហេតុអីម៉ារ៉ាសាបានញ៉ាំហើយគេញ៉ាំមុនគេបើកាន់យកមកនោះវាណាំទៅធន់ទេអញ្ចឹងក៏ញ៉ាំមុនគេទៅអញ្ចឹងក៏អញ្ចឹងទៅចុះណាបានហើយនេះនំមួយនេះគឺឯងយកមកឲ្យមិនអ្នកមុខប្រឡាក់ខ្ជូបនោះអីទៅយកឲ្យគេទៅបងមកណោនេះនំបងមកណោពូបងមកណោឯណាពូនោះមិនត្រូវខ្លាចទេបងនឹងសម្លាប់វាមិនបាច់ខ្លាចទេគ្រាន់តែពូខ្លាចធ្វើអីទៅពធអើយពូអើយមិនមនុស្សម៉ារ៉ាសាណាផ្ទះរបៀបនេះមិនមានកន្លែងគេងទៅបងមើលទៅដូចជាទ្រង់ប្រពែមិនទេហេតុអីក៏អូនមកអត់ធ្មត់បន្តិចទៅការពុតកន្លែងនោះបដអសន្តាថ្ងៃស្អែកទៅពួកគេទាំងអស់គ្នាជួយយើងធ្វើផ្ទះធំត្រឹមត្រូវឡើងវិញការពុតពួកគេក៏ទៅធ្វើការងាររបស់គេដែរការពុតនៅពេលនេះយើងគួរតែសម្អាតកន្លែងសិនទៅដើម្បីឲ្យជុំបន្តិចយើងដេកបានមានកន្លែងត្រឹមត្រូវបន្តិចណាបាទហើយម៉ារ៉ាសាហ្វីកាឆាប់ទៅយកអំបោសមកទៅបញ្ជាពុកឆាប់ទៅ
វាសនាខ្ញុំបើដឹងថាផ្ទះរបៀបនេះយល់ថាចុះផ្ទះម្សិលមិញវិញល្អជាងពួកឯងចាំតែមើលចុះបើថ្ងៃស្អែកផ្ទះនោះមិនរួចរាល់ទេនោះញ៉ាំទៅកុំឲ្យមានពោះទៅទេអីយកទៅញ៉ាំទៅណាអរគុណឲ្យបងជូកោកាពិតឯងមិននៅទីនេះទេអីហ៎ម៉ាក់ធွာស្អីទៅឯងស្រីស្រួលម្លេះហ៎គេរកគ្នាកំពុងតែធ្វើការហេតុអីបានជាឯងមកឈរនៅទេបែបនេះអញ្ចឹងហ៎ឯងពិតជាគ្មានមិនចិត្តទទួលខុសត្រូវសោះឯងផ្ដេសផ្ដាស់មែនឆាប់ស្លុតទៅវិញទៅកុំធ្វើអញ្ចឹងទៀតខ្ញុំជប់ហើយអ្នកមីងកុំធ្វើបាបម៉ារសាអីគេគ្មានកំហុសអីទេការពិតគឺខ្ញុំទេដែលជាអ្នកនាំនាងមកទីនេះឯងនៅស្គីបទៅកុំមកចេះលូកមាត់អីទៅឆាប់ទៅវិញឆាប់ឡើងទៅវិញទៅឡើងពិសាសិនទេអរគុណឲ្យកូនសម្លាញ់ពកបារសាអូនមានស្អីហ្នឹងបងសួរគេខ្លួនឯងទៅពិតជាក្មេងមិនដឹងអីមែននៅតូចសោះចេះមានសង្សារហើយប្រុសមេចៅលួចនោះទៀតក្រែងនេះជាម៉ោងធ្វើការបងធ្វើការណែនាំពួកគេបានល្អផងត្រូវរំលឹកពួកគេឲ្យបានច្រើនដងបន្តិចទៅពីព្រោះថាយើងមិនមែនជាអ្នកមានទេយើងមិនមែនជាគ្រួសារប្រើអ្នកបម្រើទេការពិតកន្លែងនេះសុទ្ធតែប្រើអ្នកធ្វើការទាំងអស់បងដឹងទេគឺនៅមានរឿងមួយទៀតបងដឹងទេបារសាអ្វីដែលម៉ាក់របស់កូននិយាយនឹងវាត្រឹមត្រូវទេមិនមែនទេពុកធัวម៉ារសាគ្រាន់តែហើយវាមិនសារភាពនោះទេណាបងបារសាស្ដាប់សម្ដីពុកណាបើឯងចង់ស្នាក់នៅទីនេះទៀតឯងត្រូវតែរក្សាអត្តចរិតហើយឯងត្រូវតែស្ដាប់សម្ដីម៉ាក់ឯងយល់ទេអញ្ចឹងឯងធ្វើការតទៅទៀតទៅខំប្រឹងណាបានឲ្យពុកទៅធ្វើការនៅក្រោយផ្ទះពួកឯងខំធ្វើការទៅគ្រាន់បើដែរទីបំផុតប្តីរបស់ខ្ញុំគាត់ជឿតាមសម្ដីរបស់ខ្ញុំដែរតានៅពេលនេះខ្ញុំរងចាំតែឱកាសប៉ុណ្ណោះខ្ញុំនឹងប្រើល្បិចដើម្បីឲ្យប្តីរបស់ខ្ញុំដេញក្មេងនេះចេញពីផ្ទះនៅថ្ងៃណាមួយមិនខានចង្រៃយកមនុស្សចាស់អីក៏ឈួតម្លេះក្មេងរើសបានតាស្អីក៏ដំឡើងរឹកម្លេះបើសិនជាមិនត្រូវបណ្ដោះអាសន្នទេនោះណាប្រកាសជាមិនត្រូវប្រើថ្នាំនោះទេធ្វើជាពួកគេត្រូវប្រើក្មេងនោះឲ្យចេះអត់ធ្មត់បន្តិចទៅបានទេធ្វើឲ្យតែអស់លុយតែម្ដងហើយដោយសារតែក្មេងតូចចង្រៃនោះអ្នកណាគេជ្រុះលុយចេះច្រើនផងតើនេះបានទិញម្សៅហើយអេលុយនេះចេះរត់ផងអីចាំមើលណាចាំមើលយើងជួយបាន
ឯងហ៊ានធ្វើបាបយើងហ៊ានធ្វើបាបមនុស្សចាស់ផងមែនទេមនុស្សចាស់ស្អីក៏ឈួតបែបនេះអីនេះអាក្មេងចង្រៃបាយបាយអុយអាយ៉ាឯងអើយហើយត្រូវស្អីនឹងអត់ដឹងដែរស្អីមើលស្អីខោចេញទៅហើយកុំចាំមកជីវិតមានសុខទុក្ខលេគ្នាអាយខ្ញុំមានពីគ្រប់គ្នាជួបតាយើងឈឺខ្លាំងណាស់អ្នកណាកុំចង់នេះបែងគឺខ្ញុំណាអ្នកគ្រូមកនេះមកតាមតែគ្រូដោយផ្លេចឯងធ្វើយ៉ាងម៉េចទៅទើបបានសម្រាប់ពាក់ស្បែកបែបនេះហ៎គឺអ្នកគ្រូឲ្យខ្ញុំដល់ក្មេងសោះហេតុតែគេចេះខកល្អម្ល៉េះណោះស្រងមិនរួចទេឯងឆាប់ប្រាប់មកតើឯងបានសម្លៀកបំពាក់សាលានេះមកពីណាលួយគេ